รูฟูไฟบองปอนคณีขยมบาดจริงแบงมองไปการ CFK ข่าวโมเดลใบคณีเรียงยูไอบองปอนคนใต้ขนมไทยนี่ยมเวลmột bên chỉ mùi làm cái lương chạ đại miền phía rồi cua tiêm luôn nông đợt đời cái đại bong pôn ra bong pôn dọc từ chốt nằm lốn rưỡi co dọc từ vào mổ cắt phèn phò phèn phèn chẳng còn mai cắt pe dú 100 đan mùi cái lương đi chặt ọt này là ta viên ở phía rồi cua nằm sát đó còn rất nè bong pôn ở này bên đi dương một còn là lệch mưa mùi chung rồi bo FD mà phay pram mùi cái lương đi tay mà đo bong pôn đại dương anh mưa khơi tha phạch đại phạ phi rồi bo bia vậy vậy chẳng đôn chẳng pha bỏ viết cứ nơi phía rồi cua mình tên ở đây là những căn là cha bảo đảm nước cứ chiaประเภท phòng bọ con bỏ viết bóng bồn cứ chia ประเภท phòng bọ con đòn lục hai phía rồi nơi lư phòng bọ conនេះគឺភាគរយខ្ពស់មែនតើនៅអ្វីដែលយើងកាន់តែកត់សម្គាល់ទៀតនោះបងប្អូនគឺផ្នែកខាងមុខវាគឺជាប្រភេទកង់ដប់គឺវាផ្ដល់សុវត្ថិភាពក៏ដូចជាលំនឹងក្នុងការប្រើប្រាស់ខ្លាំងមែនតើតែម្ដងដូច្នេះហើយទើប Pfeiffer ប្រភេទជោគដំឡូងដែលគេបោះដៃខ្ពស់ៗហ្នឹងបងប្អូនគឺភាគច្រើនគេនិយមចង់បានប្រភេទកង់ដប់នេះយកទៅប្រើប្រាស់បាទបងប្អូននេះពេលនេះយើងក៏លែកមកមើលប៉ែកខាងមុខរបស់វាដោយប៉ែកខាងមុខរបស់វាគឺជាផ្នែកសុវត្ថិភាពផ្សេងមួយទៀតបងប្អូនដែលយើងអាចក៏លែកទាំងឆ្វេងនិងស្ដាំគឺជាប្រភេទ Frank D គឺគេនិយមបំពាក់ទៅលើគ្រឿងចាក់ធុនធ្ងន់មែនតើព្រោះថានៅពេលដែលបងប្អូនជួបឧបសគ្គឬក៏ជួបបញ្ហាអ្វីផ្សេងបងប្អូនចាប់វាទៅគឺវាជួយផ្ដល់លំនឹងនិងទប់ទម្ងន់បានខ្លាំងមែនតែម្ដងបងប្អូនមិនឲ្យរេឬក៏បោកអ្វីផ្សេងនោះទេនៅមួយទៀតយើងអាចមកមើលភាគរយប្រទេសថាឌីរបស់ហ្វ្រាំងមួយនេះបងប្អូនគឺថានៅភាគរយខ្ពស់មែនតែម្ដងគឺថានៅក្រាស់និងយើងអាចយកទៅប្រើប្រាស់បានយូរអង្វែងតទៅមុខទៀតបាទបងប្អូនអរគ្នាផ្នែកនេះក៏ជាផ្នែកសំខាន់ផងដែរយើងមកសិក្សាអំពីកម្លាំងម៉ាស៊ីនចំណុះក៏ដូចជាកម្ពស់លើករបស់វាបងប្អូនសម្រាប់កម្លាំងម៉ាស៊ីនរបស់វាគឺជាប្រភេទម៉ាស៊ីនគុំហ្វុយផ្ទាល់តែម្ដងមាន6ម៉ាស៊ីននិង horsepower load រហូតដល់ទៅ93 horsepower សម្រាប់ចំណុះប៉ែរបស់វាគឺយើងអាចផ្ទុករហូតដល់ទៅ 1.2 ម៉ែត្រគីបនិងយើងអាចលើករហូតដល់ទៅ1តោនកន្លះនិងកម្ពស់លើករបស់វាគឺយើងអាចលើករហូតដល់ទៅ5ម៉ែត្រចុច10ដែលយើងវាស់ចាប់ពីចុងអាករបស់វាតើបងប្អូននេះពេលនេះកុំឲ្យខាតពេលយូរយើងឡើងមកមើលផ្នែកខាងក្នុងរបស់ cabin FD 25ទាំងអស់គ្នាបងប្អូនដែលយើងអាចមើលឃើញថានៅផ្នែកខាងក្នុងរបស់វាគឺ clean ស្អាតមែនតែម្ដងដែលយើងអាចមើលតាំងពីហ្វាច់ដែកក៏ដូចជាតាមក្លាបពងខាងលើអ្វីផ្សេងគឺថាមានការប្រើប្រាស់តិចក៏ដូចជានៅភាគរយខ្ពស់មួយទៀតបងប្អូនឆ្ងល់ថានៅផ្នែកខាងក្នុងអ្វីក៏ល្វឹងល្វើយម៉េះអត់មានបេតុងអីច្រើនញ៉ៃញ៉ៃដូចជាអិចឬក៏ niveler អីចឹងបងប្អូនអត់ទេបងប្អូនសម្រាប់ Pfeiffer ជោគដំឡូងបច្ចេកវិទ្យារបស់វានៅខាងក្នុងគឺសាមញ្ញមែនតែនគឺមិនមានអ្វីច្រើននោះទេគឺវាមានតែបើកភ្លើងបិទភ្លើងផ្លិតទឹកអស់ហើយបងប្អូនអត់មានដល់មានបេតុងបជាស្អីនេះបជាប៉ែបជាអីផ្សេងដូចជា niveler ក៏ដូចជាគ្រឿងចាក់ផ្សេងទេបងប្អូនអញ្ចឹងសាមញ្ញងាយស្រួលប្រើប្រាស់និងងាយស្រួលថែទាំបាទបងប្អូនអរគ្នាពេលនេះមួយជុំខ្លួនយើងក៏បានទើបណាត់ហើយអញ្ចឹងយើងមកពិនិត្យផ្នែកចង្កូតរបស់វាវិញបងប្អូនដោយផ្នែកចង្កូតរបស់វាបងប្អូនមួយចំនួនក៏បានដឹងហើយគឺចង្កូតរបស់វាគឺនៅផ្នែកខាងក្រោយបងប្អូននិយាយពីចង្កូតរបស់វាគឺធូរនិងងាយស្រួលប្រើប្រាស់និងចល័តនៅកន្លែងចង្អៀតក៏ដូចជាគ្រប់ស្ថានភាពមែនតើព្រោះតែប្រភេទចង្កូតទៅលើ FD 25មួយគ្រឿងនេះគឺជាប្រភេទចង្កូតបូមបងប្អូនហើយមួយទៀតគឺ
វាប្រើចង្កូតនៅខាងក្រោយបងប្អូនដូច្នេះនៅពេលបងប្អូនខំផ្ទុកទម្ងន់ធ្ងន់យ៉ាងណាក៏ដោយនៅខាងមុខក៏ចង្កូតនៅខាងក្រោយនេះវាមិនផ្ដល់សម្ពាធអ្វីនោះទេចឹងហើយបានធ្វើឲ្យចង្កូតខាងក្រោយនេះវានៅតែធូររលុងនិងងាយស្រួលប្រើប្រាស់សូមអរគុណបងប្អូនអ្នកបានតាមដានវីដេអូមួយនេះមួយទៀតហ្វិនជាបងប្អូនចំណាប់អារម្មណ៍ទៅលើ FD 25ប្រភេទ Favor ចូលដំឡូងដៃវែងកង់ដប់ភាគរយខ្ពស់មួយគ្រឿងនេះអាចមកធ្វើតេស្តក៏ដូចជាទូលពិនិត្យផ្ទាល់នៅ VFK Cambodia បានមួយវិញទៀតបងប្អូនតែឆ្ងល់ថាធ្វើវីដេអូខ្លីៗទៅបានហើយចាំបាច់ធ្វើវីដេអូវែងអញ្ចឹងធ្វើអីអត់ទេបងប្អូនវីដេអូកាន់តែវែងព្រោះតែខ្ញុំចង់លម្អិតគ្រឿងចាក់មួយគ្រឿងជូនបងប្អូនកាន់តែលម្អិតនិងបោះក្បាយជូនបងប្អូនបានទស្សនាជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ